បាទអានេះជារបៀប share ណាបាទរបៀប share នៃកាមេរ៉ានេះទៅកាន់ទូរស័ព្ទមួយទៀតឲ្យគាត់អាចមើលអាចគ្រប់គ្រងបានដូចគ្នាណាបាទអញ្ចឹងបងប្អូនមើលពាក្យថា share នេះណាអញ្ចឹងកាមេរ៉ាទាំងពីរនេះបាទអញ្ចឹងបងប្អូនចង់ share កាមេរ៉ាណាឲ្យទូរស័ព្ទមួយទៀតគ្រប់គ្រងបងប្អូនចុចទៅលើទម្រង់ហ្នឹងណាទម្រង់របស់កាមេរ៉ាទី1ឬកាមេរ៉ាទី2ណាអញ្ចឹងបងប្អូនចុចពាក្យ share នេះមកបាទនេះចូលមកដល់មនុស្សទាំងអស់នេះបងប្អូនអាចកំណត់បានថាឲ្យទូរស័ព្ទមួយខាងទៀតនោះគេអាចគ្រប់គ្រងទៅលើអីខ្លះណាអញ្ចឹងបើសិនជាបងប្អូនចង់ឲ្យគាត់គ្រប់គ្រងទាំងអស់ណាទាំងការសេរីបាទបង្វិលជុំទាំងការកំណត់អីផ្សេងបាទទាំងអាចចូលគ្រប់គ្រងទៅលើការមើលនៃវីដេអូសារថយក្រោយអីគឺបងប្អូនគ្រីទាំងអស់ណាតែបើសិនជាបងប្អូនថាអត់ចង់ឲ្យទូរស័ព្ទមួយទៀតគេគ្រប់គ្រងទៅលើការកែប្រែអីទេអញ្ចឹងបងប្អូនលុបចោលមកបាទឧទាហរណ៍ណាបាទអញ្ចឹងតែបងប្អូនគិតថាឲ្យគេគ្រប់គ្រងទាំងអស់ណាអញ្ចឹងយើងបើកគ្រីសទាំងអស់មកបាទបន្តមកទៀតបងប្អូនចុចពាក្យថា share QR code នេះណានេះបាទអញ្ចឹងនៅពេលមកដល់ទម្រង់បែបនេះបាទមកដល់ទម្រង់ QR code បែបនេះគឺបងប្អូនបាទគឺបងប្អូនឲ្យទូរស័ព្ទមួយទៀតណាគឺបងប្អូនឲ្យទូរស័ព្ទមួយទៀតបាទដែលបានភ្ជាប់នឹងបង្កើត account រួចរាល់បាទដែលបានភ្ជាប់នឹងបង្កើត account រួចរាល់នោះscan យកណាឧទាហរណ៍បាទឥឡូវខ្ញុំមានទូរស័ព្ទមួយទៀតហើយដែលមាន app របស់ ICC រួចរាល់ណាអញ្ចឹងគាត់អាចចុចសញ្ញាបូកនេះមកបាទឬក៏ខាងលើនេះបាទតមកទៀតគាត់ scan យក QR code ណាបាទអញ្ចឹងគ្រាន់តែដាក់ពាក្យដាក់លើមកបាទអញ្ចឹងទូរស័ព្ទមួយទៀតគឺគាត់អាចកំណត់បាទគាត់កំណត់ថាគាត់ចង់ដាក់ឈ្មោះអីទៅលើកាមេរ៉ាដែល share មកហ្នឹងអញ្ចឹងគាត់ដាក់ឈ្មោះថាក្នុងហាងដូចគ្នាណាអញ្ចឹងចុច OK មកគឺគាត់អាចប្រើប្រាស់បានហើយណាអញ្ចឹងរបៀប share គឺងាយមែនតើបាទងាយស្រួលទេក្នុងការ share ណាអញ្ចឹងបងប្អូនធ្វើតាមការណែនាំនេះគឺអាចshare ទៅឲ្យទូរស័ព្ទទី2ទី3ដែលជាសមាជិកគ្រួសាររបស់យើងអាចប្រើប្រាស់កាមេរ៉ានេះគ្រប់គ្រងទៅលើកាមេរ៉ានេះបានដូចគ្នាណាបាទអរគុណច្រើនបាទ